កូនអើយកាលម្ដាយនៅពីក្មេងនឹងឪពុកឯងសែនវេទនាខំប្រឹងចិញ្ចឹមកូនពុំងារឥឡូវក្លាយជាមនុស្សឥតន័យចិត្តចង់រៀនសូត្រនៅធម៌អារក្សាសិល5សិល8ជាប់ចិត្តនឹងកូនស្ងួនពិសីរៀនធម៌វិន័យក៏មិនចាំកម្មក្រាស់ខ្លាំងណាស់ដោយតណ្ហាមេត្តាបិតាប្រាថ្នាខ្លាំងចង់បានភោគទ្រព្យដោយកម្លាំងទុកគ្រាន់ចែកគេកូនប្រុសស្រីឲ្យកូនរៀនសូត្របានចេះដឹងឲ្យបានទីពឹងក្នុងលោកីរៀបគូភរិយានិងស្វាមីតាមច្បាប់ប្រពៃណីពីបុរាណនឹកសង្ឃឹមថាខ្លួនចាស់ទៅរំពឹងដល់ទៅកូនកល្យានថាមុខជាជួយខ្លួនវិញបានក៏សម្រាកប្រាណភ្លេចអាត្មាលុះដល់ខ្លួនចាស់កម្លាំងថយទៅបានតក់ស្លុតនឹងសង្ខាក៏ចាប់តាំងរៀនសូត្រធម៌អាឯរូបកាយាដេកដួលហើយរំពឹងទៅលើកូនប្រុសស្រីបានប្តីប្រពន្ធធ្វើកន្តើយគេខំរកស៊ីធ្វើប្រងើយព្រះអើយនេះហើយគួរអនិច្ចាកូនអើយនេះហើយកម្មឪពុកម្ដាយស្មានថារូបកាយមានខ្លឹមសារគ្មានធម៌អនិច្ចំនិងទុក្ខាឥឡូវនេះណាចាស់ជរាជាធិចុកចាប់សពរាងកាយធ្វើឲ្យរូបម្ដាយទុកក្រំគ្រាពុំដឹងបានធម៌ណាមកភាវនាកាលខ្លួននៅជាធ្វេសប្រហែសរំពឹងអាចារ្យឲ្យពុទ្ធោត្រចៀកក៏ហឹងស្ដាប់មិនច្បាស់ខ្លួនឯងមិនដែលយល់ធម៌ព្រះទុកជាឮច្បាស់ថាមិនត្រូវមិនបានហាត់កាយវាចាចិត្តឲ្យបានសុចរិតទៅតាមផ្លូវអោវាទព្រះពុទ្ធព្រានប្រដៅឥឡូវធ្លាក់ខ្លួនចិត្តមរណាពាក្យទូលមានម៉ែឪសូមកូនត្រូវចងចាំណាម៉ែឪប្រដៅថាខំសិក្សាណាកូនអើយកូន